សាច់ក្តីប្រកាសព័ត៌មានក្រសួងការពារជាតិមានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីការវិវត្តថ្មីៗនៃស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជាថៃដូចខាងក្រោម 1. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ 2. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រាយកម្លាំងការកែសម្រួលកងទ័ពការចល័តកម្លាំងគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ 3. កងទ័ពកម្ពុជាគ្រប់គ្រងដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា 4. កងទ័ពកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគ្រប់គ្រងដល់យុទ្ធនាការចរចាព្រំដែនជាមួយប្រទេសថៃជាពិសេសគណៈកម្មការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រសួងការពារជាតិសូមអំពាវនាវដល់បងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានទាំងអស់ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិដែលជាប្រភពព័ត៌មានភាពត្រឹមត្រូវពិតប្រាកដនិងអាចជឿទុកចិត្តបានអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន